Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not. បងប្អូននេះគឺជា Toyota RAV4 Hybrid Limited ចំនួនចុងក្រោយស៊េរីឆ្នាំ 2025 ដែលវាបាន design មកជាប្រភេទ SUV ខាងក្រៅនិងខាងក្នុងមើលទៅទំនើបសរសើរនិងទាន់សម័យនិងវាបានបំពាក់មកជាមួយនឹងទ្វារ4កែ5 Pro Flexibility Machine Hybrid V4 2.5 លីត្រដែលផលិតកម្លាំងសារបាន219 horsepower និងដំណើរការ10ពីរគឺ all-wheel drive បងប្អូន RAV4 Limited នេះវាបានបំពាក់មកជាមួយនឹង LED headline សញ្ញោ LED ពលកាងក៏ជាប្រភេទ LED daytime running light auto delay of headlamp dark sensing headline មានកាមេរ៉ាមើលក្រោយ parking sensor ហ្នឹងបាទ parking sensor ចូលចតហ្នឹងគឺមុខក្រោយដែរមាន smart key ប្រព័ន្ធសារថ្មខ្សែ Android Auto Apple CarPlay មាន USB connection Type C speaker JBL 11គ្រាប់ហើយខាងក្នុងរបស់វានេះគឺជាប្រភេទស្បែកក្អែកស្បែកជាមួយនឹងជាកូដស្បែកដំបូលបើកអេក្រង់ touch screen 10.5 inch និងបំពាក់មកជាមួយនឹងរង្វង់កង់18 inch លើវិញវាមាន monitor មើលសម្ពាធខ្យល់មានប្រព័ន្ធទប់លំនឹងនៅពេលដែលបើកបរនៅផ្លូវល្អឬផ្លូវកោងឬក៏ផ្លូវចុះចំណោតឬក៏ឡើងចំណោតមានប្រព័ន្ធជំនួយចាប់ហ្វ្រាំងបន្ទាន់ដល់ស្វ័យប្រវត្តិនៅពេលដែលមានឧបសគ្គកង់ទាំង4ប្រភេទហ្នឹងប្រើជាមួយនឹងប្រព័ន្ធ ABS មាន blind spot ដែលឲ្យសញ្ញាមកយើងនៅពេលដែលបើកបរនៅពេលដែលមានយានយន្តណាបាទមួយវាធ្វើការវ៉ាចែងហើយមានដូចជា lane keep assist ប្រព័ន្ធនេសាទកំឡុងផ្លូវ adaptive cruise control កំណត់ល្បឿនបើកបរតាមយានយន្តនៅខាងមុខដែលមានន័យថានៅពេលដែលយើងកំពុងតែបើកបរល្បឿនលឿនវានឹងបន្ថយតាមយានយន្តនៅខាងមុខដោយស្វ័យប្រវត្តិនិងមាន option ទំនើបមួយចំនួនទៀតផងដែរហើយពី0ទៅ100 km គឺវាចាយពេលត្រឹមតែ 7.8 second និងកម្រិតសិស្សជាមធ្យមគឺ6លីត្រក្នុង100 km ហើយ top speed របស់វានឹងគឺបានដល់192 km ក្នុង1ម៉ោងនិងវាមានតម្លៃចាប់ពី$30,000ស្តើងទៅ$40,000ស្តើងហើយតម្លៃនេះគឺជាតម្លៃនៅក្រៅស្រុកនិងវាមានជម្រើសច្រើនសម្រាប់អតិថិជនធ្វើការជ្រើសរើសមាន Toyota RAV4 LE XLE SE Woodland Edition XLE Premium XSE និង Limited អញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់ Toyota RAV4 Hybrid Limited ស៊េរីឆ្នាំ 2025 នេះអាចធ្វើការតម្លាក់ comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណ